មានអីនិយាយគ្នាស្រួលបួសិនមកអុយខ្ញុំឈ្មោះកាហ្វេជាបុគ្គលិកដែលទើបតែត្រូវថៅកែដេញចេញផ្ទះក៏គ្មានឡានក៏អត់ឥឡូវត្រូវមកជួបគ្រួសារមិត្តស្រីដើម្បីឲ្យពួកគេពិនិត្យមើលលក្ខណៈសម្បត្តិខ្ញុំប៉ុន្តែខ្ញុំមិនភ័យទេព្រោះមិត្តស្រីខ្ញុំនៅខាងខ្ញុំជានិច្ចម្យ៉ាងទៀតខ្ញុំទើបតែទទួលបានវ៉ែនតាទិបដែលអាចកិននាបានគ្រប់យ៉ាងក្មួយកៅលីថាប៉ារបស់ក្មួយរកស៊ីដែរតាមមុខរបស់គាត់ធំប៉ុណ្ណាដែរប៉ាត់ពូប៉ាខ្ញុំលក់សាច់ជ្រូកនៅផ្សារជួនកាលគាត់ទៅសម្លាប់ជ្រូកតាមភូមិដើម្បីរកចំណូលបន្ថែមសម្លាប់ជ្រូកនៅតាមភូមិទៀតអូក្មួយកៅអើយចុះក្មួយធ្វើការ2ឆ្នាំមកនេះសន្សំលុយបានប៉ុន្មានហើយគឺម៉ែខ្ញុំឈឺអស់លុយពីខ្លួនរលីងហើយឥឡូវខ្ញុំនៅជំពាក់លីងស៊ី 20000 ទៀតអូនស្រីធម្មតាអូនឯងឆ្មើងឆ្មៃណាស់មិនក៏ភ្នែកអន់ទៅរើសយកអាអ្នកក្របែបនេះទៅវិញមើលចុះបងរើសប្តីបងនឹងថៅមិនខុសមែនគ្រួសារគេបើកផ្សារទំនើបមានលុយកាក់ចាយវីមិនខ្វះឡានគ្មានផ្ទះគ្មានលុយក៏អត់ឯងនេះថ្លើមធំមែនហ៊ានមកញ៉ែប្អូនស្រីយើងចង់ធ្វើជាកូនប្រសាទគោជៀនមិនងាយស្រួលទេណាឆាប់ឡើងបន្តិចទៅមកលើកកែវស្រានេះជូនពរអ្នកម៉ាក់អ្នកប៉ាទៅហើយសន្យាថាខំរកលុយឲ្យបានច្រើនពិនិត្យឃើញស្រាមានបញ្ហាទឹកទំពាំងបាយជូរ72អាល់កុល15និងមានលីថ្នាំបញ្ចុះសពបែបយ៉ាងអូមានលុយជ្រូកក្រោមតើយ៉ាច្រើនណាស់តើនេះប្រហែលជាភ្ញៀវមុនជ្រុះហើយល្អណាស់បានលុយទិញម្ហូបថ្ងៃស្អែកបាត់កាហ្វេបងឯងស្ងាត់អូនលុយនេះប៉ាសុំទុកហើយភ្នែកប៉ាមុតមែនសំណាងហើយដែលប៉ាឃើញឆ្នាំក្រោយក្រុមហ៊ុនយើងច្បាស់ជាចំណេញកប់ក្តោងហ្មងនៅផ្លឹកដល់ណាទៀតឆាប់លើកស្រាជូនពោប៉ាម៉ាក់ទៅមែនហើយកូនប្រសាទគោជៀនមិនមែនងាយធ្វើណាស់ណាទេបើអញ្ចឹងពួកយើងទាំងពីរលើកជូនពោពួកគាត់ទាំងអស់គ្នាទៅជូនពោអ្នកប៉ាអ្នកម៉ាក់មានសុខភាពល្អបងថ្លៃទាំងពីរខ្ញុំសុំទៅបន្ទប់ទឹកមួយផ្លេតណែទើបផឹកបានមួយកែវចង់រត់បាត់អញ្ចឹងអីកម្រិតជាតិស្រាទាបបែបនេះថ្ងៃក្រោយមិននឹងអាចជួយប៉ាចេញទៅចរចាការងារបានទៅបងថ្លៃគឺពួកខ្ញុំវាហាក់ដូចជាមិនស្រួលសោះកុំមកដោះសារនៅលើទស្រាប្រៀបដូចសមរភូមិឈឺបន្តិចបន្តួចមិនត្រូវដកថយដាច់ខាតអូយបងថ្លៃកើតអីហ្នឹងឈឺបន្តិចបន្តួចមិនត្រូវដកថយទេណាបងទើបតែនិយាយមិញហ្នឹងអាកៅចេញឲ្យឆ្ងាយទៅអញទ្រាំមិនចង់ជាប់ទេអត់បានទេបងត្រូវតែទ្រាំសមរភូមិស្រាណាបងនឹងថៅបងកាត់អីហ្នឹងបងឯងចង់ចាញ់អាកៅនឹងមែនទេអូយងាប់ហើយឯងធ្វើឲ្យអញខ្មាស់គេអស់ហើយមិនដឹងជាស្អីទេបងធ្វើឲ្យអូនលក់មុខអស់ហើយមិនមែនទេច្បាស់ជាអាម្នាក់នេះជាអ្នកធ្វើស៊ីខ្ញុំហើយតាក់តងអីនឹងខ្ញុំបងមកស៊ីបាយសោះបែរជាត្រូវមកខ្មាស់គេព្រោះតែអានឹងថៅទៅវិញតោះពួកយើងជិះឡានកូនឯងទៅវិញពិនិត្យឃើញកម្រិតជាតិស្រាខ្ពស់ខ្លាំងចង្វាក់បេះដូងលោតញាប់និងមានកំណកឈាមក្នុងខួរក្បាលបងថ្លៃម៉េចចង់សុំជិះឡានបឹងស៊េរីថ្មីរបស់បងទៅវិញដែរមែនទេប្រយ័ត្នធ្វើឲ្យប្រឡាក់កៅអីឡានបងណាខ្ញុំមិនមែនមានន័យអញ្ចឹងទេអាកៅកុំស្មានថាអញមិនដឹងពីគំនិតអញឲ្យសោះចង់សុំជិះឡានបងថ្លៃអញដើម្បីថតរូបបង្ហោះអួតគេមែនទេបងស្រីកាហ្វេជាសង្សារអូនណាមិនក៏បងនិយាយមើលងាយគេបែបនេះបងស្រីខ្ញុំគ្រាន់តែបារម្ភពីបងថ្លៃព្រោះគាត់ផឹកច្រើនពេកខ្លាចមានគ្រោះថ្នាក់ទើបចង់ជួយបើកឡានបងតម្លៃរាប់ម៉ឺនដុល្លារណាមនុស្សកំសត់កំរដូចឯងទៅជិះឡានក្រុងវិញទៅប្រយ័ត្នអត់ទាន់ជើងចុងក្រោយកាហ្វេក
ុំប្រកាន់នឹងសម្ដីបងថ្លៃអីណាងាប់ហើយមានរឿងមែនតែនបាត់ចប់ហើយលើកនេះចប់មែនតែនហើយទាំងស្រវឹងទាំងបុកគេទៀតបើប៉ូលីសដឹងច្បាស់ជាជាប់គុកមិនខានទេបងថ្លៃខ្ញុំប្រាប់ហើយថាឲ្យខ្ញុំជាអ្នកបើកបើកុំតែមាត់ឯងចង្រៃម្លេះក៏មិនមានរឿងបែបនេះដែរគឺមកពីឯងនឹងហើយអាមាត់ដាច់ឥឡូវឯងសប្បាយចិត្តហើយមែនទេដែលឃើញបងថ្លៃឯងមានរឿងបែបនេះម៉ាក់មិនក៏បន្ទោសកាហ្វេអញ្ចឹងគាត់គ្រាន់តែចង់ជួយតើលីងស៊ីកុំជួយកាន់ជើងវាអីមកពីវាបើកឡានមិនកើតទៅបុកគេបែបនេះបើឡាននេះនៅក្នុងដៃបងវិញច្បាស់ជាគ្មានរឿងអីទេពិតជាថោកទាបមែនអាម្នាក់នេះចង់ទម្លាក់កំហុសមកលើខ្ញុំសោះកាហ្វេឲ្យពួកយើងជាគ្រួសារតែមួយទេក្មួយកុំប្រកាន់អីម្យ៉ាងទៀតក្មួយក៏គ្មានការងារធ្វើដែរចំណែកបងថ្លៃក្មួយមិនអាចមានរឿងបានទេបន្តិចទៀតប៉ូលីសមកក្មួយជួយទទួលកំហុសថាជាអ្នកបើកទៅណាម៉ាក់មិនបាច់ទៅអង្វរវាទេមនុស្សដូចវាពឹងមិនបានទេអូនស្រីឯងដាច់ខាតហាមការជាមួយវាកាហ្វេឯងមិនចាត់ទុកពួកយើងជាគ្រួសារមែនទេរឿងប៉ុណ្ណឹងជួយគ្នាមិនបានអីម៉ាក់ប៉ាធ្វើបែបនេះមិនត្រូវទេមិនអាចឲ្យកាហ្វេទទួលខុសត្រូវជំនួសបានទេនេះមិនមែនជារឿងជួយឬមិនជួយទេបងថ្លៃស្រវឹងហើយបើកបុកគេបែរជាចង់ឲ្យខ្ញុំទទួលកំហុសជំនួសបើប៉ូលីសដឹងខ្ញុំត្រូវជាប់គុកណាមិនដឹងអ្នកណាជាអ្នកបើកឡានបុកខ្ញុំបាទគឺខ្ញុំជាម្ចាស់ឡានបែងនេះចំពោះការខូចខាតខ្ញុំនឹងសងជំងឺចិត្តប្អូនស្រីទ្វេដងតែម្ដងវ៉ាងស៊ុងបងឯងឈួតមែនទេបុកឡានគេហើយត្រូវតែសងអញ្ចឹងហើយកុំបារម្ភអីលុយប៉ុណ្ណឹងបងសងបានឯងសងរួចមែនទេណែមិនក៏ហ៊ានមកផ្ទះកំភ្លៀងប្តីខ្ញុំអញ្ចឹងគ្រាន់តែឡានស៊េរីចាស់សោះហាឡានពណ៌ឈឺអ្នកគឺជាអគ្គនាយិកាក្រុមហ៊ុនកំសាន្តជីនហួរអ្នកនាងវិនស៊ីនយីគាត់គឺជាសេដ្ឋីនីលំដាប់កំពូលប្រចាំក្រុងយើងតើទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារឯណោះអាម្នាក់នេះចប់បណ្ដោយហ៊ានមកខ្លាំងជាមួយគាត់បងស្រីជួយអូនផងវិញ្ញាភ្ញាក់ឡើងអូនបើប្អូនស្រីខ្ញុំមានរឿងអីខ្ញុំនឹងឲ្យឯងសងដោយជីវិតវ៉ាងស៊ុងបងកាត់អីហ្នឹងណែអ្នកឯងធ្វើឲ្យប្តីខ្ញុំភ័យរហូតដល់សន្លប់បាត់ហើយឥឡូវនេះពួកយើងរួចខ្លួនហើយកុំមកសម្ដែងនៅមុខខ្ញុំឆាប់ងើបឡើងភ្លាមពិនិត្យឃើញនាងមានជំងឺបេះដូងពីកំណើតដោយសារមានការប៉ះទង្គិចខ្លាំងទើបធ្វើឲ្យបេះដូងឈប់លោតបើលើសពី10នាទីនាងនឹងស្លាប់បាត់បង់ជីវិតត្រូវតែសង្គ្រោះបន្ទាន់ឈប់សម្ដែងទៅឆាប់ងើបឡើងអូយមិញនឹងខ្ញុំភ័យពេកណែឯងចង់ធ្វើអីហ្នឹងយកដៃខ្វក់របស់ឯងចេញពីប្អូនស្រីខ្ញុំភ្លាមអ្នកនាងស្ថានភាពប្អូនស្រីអ្នកនាងធ្ងន់ធ្ងរណាស់ខ្ញុំត្រូវតែជួយសង្គ្រោះនាងជាបន្ទាន់ចុះឯងជាគ្រូពេទ្យមែនទេខ្ញុំធ្លាប់រៀនធ្វើជាគ្រូពេទ្យសឹកបានប៉ុន្មានថ្ងៃដែរអាកៅឯងគ្រាន់តែជាគ្រូពេទ្យសត្វសោះហ៊ានមកប៉ះពាល់ប្អូនស្រីអ្នកនាងវិនផងអីអ្នកនាងខ្ញុំនឹងធ្វើជាសាក្សីឲ្យអ្នកនាងឯងចាត់ទុកប្អូនស្រីខ្ញុំជាសត្វមែនទេប្អូនស្រីអ្នកនាងមានជំងឺបេះដូងពីកំណើតអ្នកនាងត្រូវតែបញ្ជូននាងទៅមន្ទីរពេទ្យឥឡូវនេះមិនក៏ឯងដឹងគ្មានពេលពន្យល់ច្រើនទេនាងកំពុងតែកង់បេះដូងបើលើសពី10នាទីនាងនឹងស្លាប់មិនខានខ្ញុំត្រូវតែធ្វើចលនាបេះដូងឲ្យនាងជាបន្ទាន់ហេតុអីខ្ញុំត្រូវជឿឯងខ្ញុំនឹងបញ្ជូននាងទៅមន្ទីរពេទ្យដោយខ្លួនឯងអ្នកនាងស្ងប់អារម្មណ៍សិនមន្ទីរពេទ្យដែលនៅជិតបំផុតត្រូវចំណាយពេលយ៉ាងតិច15នាទីគ្មានពេលទេអ្នកនាងមានតែជឿលើខ្ញុំម្នាក់គត់កំពុងដំណើរការប្រព័ន្ធជំនួយសង្គ្រោះបេះដូងនិងសួត